Chỉ từ tới nhôm pra app calendarដែលមាននៅក្នុងទូរស័ព្ទយើងធម្មតាហ្នឹងដើម្បីកត់ប្រវត្តិនៃថ្ងៃខែឆ្នាំដែលខ្ញុំយកឡានទៅធ្វើក្នុងហ្នឹងខ្ញុំកត់ពិស្ដាគ្រាន់បើដែរតកតងមួយគ្រឿងឡានដែលយើងត្រូវការផ្លាស់ប្ដូរឡានខូចកន្លែងណាដែលយើងត្រូវជួសជុលអញ្ចឹងហើយជាមួយនឹងតម្លៃច្បាស់លាស់ពេលខ្លះក៏មានរូបភាពនៅក្នុងនឹងដែរដែលយើងបដូរប្រេងម៉ាស៊ីនមកអីតម្លៃប្រមាណនៅទីតាំងត្រង់ណាអីចឹងណាគោលបំណងនៃការកត់ត្រាទាំងអស់ហ្នឹងកាលពីមុនខ្ញុំអត់មានទេតែក្រោយមកនៅពេលដែលយើងអាចថាយើងចង់ស្វែងយល់ពីគ្រឿងឡានឬក៏ស្វែងយល់ពីចំណុចឡានរបស់យើងកន្លែងណាវាខូចញឹកញាប់អញ្ចឹងណាមួយក៏យើងអាចដឹងថាតើយើងចំណាយលុយអស់ទៅលើឡាននឹងប្រហែលក្នុងរយៈពេល1ឆ្នាំអីចឹងខ្ញុំជឿកត់ទុកទៅហើយអត្ថប្រយោជន៍វាមួយទៀតគឺយើងអាចស្គាល់ពីតម្លៃគ្រឿងឡានខ្លះនៅពេលដែលយើងត្រូវទៅធ្វើម្ដងទៀតលើកក្រោយយើងអាចឆែកមើលទៅថាតើឡានយើងធ្លាប់ខូចអានឹងពីមុនមកអត់ខូចនៅថ្ងៃខែឆ្នាំណាហើយកាលហ្នឹងយើងចំណាយអស់ប្រមាណយើងអាចដឹងថាយើងគួរតែបាទឲ្យតម្លៃជាងប្រមាណឲ្យសមរម្យហើយក៏យើងអាចដឹងថាតើយើងខូចអានឹងញឹកញាប់អត់ហេតុអីក៏ឡានយើងខូចតាហ្នឹងអីចឹងណាចឹងប្រហែលជាជាងមុនដាក់របស់អត់សូវល្អឬក៏មិនចឹងឬមួយក៏វាប្រើបានយូរវាអត់សូវខូចអីគឺយើងអាចដឹងតាមរយៈអ្វីដែលយើងកត់ត្រាចឹងបានចឹងណាប៉ុន្តែវិធីសាស្ត្រកត់ត្រារបស់ខ្ញុំហ្នឹងវាអត់សូវជាល្អប្រមាណទេវាអត់សូវងាយស្រួលដោយសារតែយើងកត់នៅក្នុងកម្មវិធី calendar ទូទៅអញ្ចឹងវាពិបាកក្នុងការកត់និយាយទៅវាអត់សូវ user experience របស់វាអត់សូវស្រួលប្រើអញ្ចឹងណាអញ្ចឹងហើយណាមួយខ្ញុំចង់មានលទ្ធភាពក្នុងការ search រកយើងចង់ search រកគ្រឿងឡានតម្លៃគ្រឿងឡានដែលយើងបានធ្វើអញ្ចឹងណាហើយណាមួយវាអត់ទលំទលាយអ្វីដែលអត់ទលំទលាយនេះគឺខ្ញុំអ្នកកត់ក្នុងហ្នឹងគ្នាយើងផ្សេងទៀតអ្នកដែលមានឡានហើយអ្នកដែលខូចឡានផ្សេងទៀតគាត់អត់បានកត់ក្នុងហ្នឹងផងអញ្ចឹងខ្ញុំក៏បានមានគំនិតមួយថាបើសិនជាមាន app ឬក៏ជា website អីដែលគេបង្កើតឡើងឲ្យចំចំណុចមានន័យថាកត់ត្រាប្រវត្តិនៃការជួសជុលឡានណាអញ្ចឹងជាលក្ខណៈថាដូចជា group តើតួមួយឡាននៅក្នុង Facebook ដែលមានសមាជិកដែលគាត់ចូលចិត្តចែករំលែកពីតម្លៃគ្រឿងឡានក៏ដូចជាតម្លៃដែលគាត់បានជួសជុលអីចឹងចែករំលែកទៅគ្នាទៅវិញទៅមកអីចឹងណាអញ្ចឹងបើសិនជាយើងមាន app ឬក៏ website មួយដែល build community ហ្នឹងណាអញ្ចឹងប្រហែលជាល្អចឹងឯងពីព្រោះបើសិនជាមានអញ្ចឹងខ្ញុំនឹងចូលទៅប្រើឯព្រោះវាមានអត្ថប្រយោជន៍ខ្ញុំគ្រាន់តែខ្ញុំកត់ម្នាក់ឯងអញ្ចឹងវាមានអត្ថប្រយោជន៍សម្រាប់ខ្ញុំហើយចុះបើសិនជាខ្ញុំចែករំលែកទៅអ្នកផ្សេងហើយក៏ដូចជាគ្នាយើងផ្សេងទៀតគាត់ចែករំលែកមកខ្ញុំឧទាហរណ៍ប្រជាជនខ្មែរយើងរាប់លានអ្នកចែករំលែកនៅក្នុងនឹងទាំងអស់គ្នាជាងក៏គាត់អាចនឹងចូលមើលដែរអញ្ចឹងគាត់ក៏អត់អាចចេះតែដាក់តម្លៃផ្ដេសផ្ដាសដែរពីព្រោះគាត់ឃើញអូភាគច្រើនគេធ្វើគេយកតែប៉ុណ្ណឹងហ្នឹងអញ្ចឹងយើងយកលើសជាងហ្នឹងបន្តិចបន្តួចទៅតាមសេវាកម្មគុណភាពសេវាកម្មយើងល្អឬក៏របស់យើងល្អជាងគេអញ្ចឹងនេះយើងវាស្រួលចរចាគ្នាហើយគ្នាយើងដែលទៅធ្វើឡានអីហ្នឹងក៏ងាយស្រួលដែរមិនចាំបាច់ថាដើររមើលណាណីឆ្ងាយព្រោះ search ក្នុង Facebook ក៏ពិបាកដែរហើយបើតាមមើលខ្ញុំ search ក្នុង app មួយចំនួនដូចជាផ្សារឡានឬក៏ខ្មែរ24អីគឺវាអាចមានព័ត៌មានខ្លះប៉ុន្តែវាអត់ចំគោលដៅហើយជាពិសេសនៅក្នុងខ្មែរ24វាមានវាប្រកាសជាយើង search រកទៅឃើញប៉ុន្តែវាមិនមែនជា forum ដែលចំមានន័យថាវាលក់ទូទៅអញ្ចឹងយើងពិបាកក្នុងការស្វែងរករបស់ឬក៏ចំណុចដែលយើងចង់បានតើតើមើលតម្លៃហ្នឹងខ្ញុំគិតថាបើសិនជាមានមួយក៏ល្អដែរបើសិនជាគ្នាយើងដឹងថាមាន app ឬក៏ website ដែលតើតងជាមួយអ្វីដែលខ្ញុំចង់បានហ្នឹងចាំជួយ comment នៅក្នុងវីដេអូផងហើយបើសិនបើអត់មានទេពិតជាអត់មានខ្ញុំនឹងបង្កើតមួយខ្លួនឯងតែម្ដងអរគុណច្រើន